ក្រមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអាចធ្វើទៅបាននៅថ្ងៃពុធ7កើតខែអាសាឍឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងព្រឹកថ្ងៃទី2ខែកក្កដាឆ្នាំ2025នៅអគារសវិមានរដ្ឋចំការមនក្រមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ីសោភាប្រធានក្រមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យពិភាក្សានិងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារចុះថ្ងៃទី30ខែមិថុនាឆ្នាំ2025របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ពិគ្រោះមតិក្រមប្រឹក្សាធម្មនុញ្ញលើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គក្រមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា33នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអាចធ្វើទៅបាន